ទូទាំងសេចក្តីជនតំបន់អានសេះគឺស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាក៏ប៉ុន្តែតំបន់នេះគឺកំពុងតែស្ថិតត្រូវបានការគ្រប់គ្រងដោយខុសច្បាប់ពីសំណាក់យោធាថៃហើយយោធាថៃក៏កំពុងតែប៉ុនប៉ងបាទកែប្រែនិងធ្វើហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដើម្បីកែប្រែក្លាយតំបន់នេះទៅជាទឹកដីរបស់ខ្លួនបើទោះបីជាមានការតវ៉ាពីរាជរដ្ឋាភិបាលកម្ពុជាជាច្រើនសារតាមរយៈយន្តការច្បាប់អន្តរជាតិក្តីចំពោះរឿងរ៉ាវតំបន់អានសេះនេះខ្ញុំបាទសូមធ្វើការជជែកពិភាក្សាជាមួយនឹងអាដាមស្រីបារ៉ាអគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេសកិច្ចការព្រំដែននៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដែលអាដាមគឺជាអ្នកជំនាញនិងមានបទពិសោធន៍ច្រើនឆ្នាំលើរឿងរ៉ាវនេះអាដាមអាចជំរាបជូនសាធារណជនបានទេពាក់ព័ន្ធទៅនឹងតំបន់អានសេះព្រោះថាបើតាមឯកសារដែលបន្សល់ទុកពីគណៈកម្មការកំណត់ព្រំដែនបារាំងសៀមក៏ដូចជាផែនទីขนาด1 លើ 200,000 បានបង្ហាញថាតំបន់អានសេះនេះគឺស្ថិតនៅក្នុងទឹកដីកម្ពុជាអញ្ចឹងចង់សូមគ្រប់អាដាមអាចបញ្ជាក់ជូនសាធារណជនតកតងទៅនឹងលក្ខណៈបទដ្ឋានបច្ចេកទេសក៏ដូចជាការបង្ហាញនៅខ្សែបន្ទាត់ផែនទីតែម្ដងបាទអរគុណលោកចំណានខ្ញុំសូមបញ្ជាក់ជូនទស្សនិកជនតាមអ្វីដែលលោកចំណានបានលើកឡើងគឺជាការពិតនិងត្រឹមត្រូវគឺតំបន់អានសេះទាំងមូលគឺស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាបាទហើយបច្ចុប្បន្នក៏ស្ថិតនៅក្នុងការគ្រប់គ្រងកាន់កាប់ដោយការឈ្លានពានពីសំណាក់កងកម្លាំងបដាវថៃក្រោយសង្គ្រាមនៅចុងឆ្នាំ2025ខ្ញុំសូមជំរាបជូនរំលឹកបន្ថែមនៅខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃរបស់យើងគឺមែនតើទៅគឺជាមរតកនៃខ្សែព្រំដែនដែលបន្សល់ទុកពីជំនាន់បារាំងបាទដោយគណៈកម្មការឥណ្ឌូចិនសៀមនៅក្នុងនោះគឺយោងទៅលើអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ក៏ដូចជាឯកសារពាក់ព័ន្ធមួយចំនួនទៀតហើយអ្វីដែលជាការសំខាន់បំផុតដែលយើងកំពុងតែយកមកប្រើប្រាស់និងវែកញែកជូនបងប្អូនទស្សនិកជននោះគឺផែនទី1 លើ 200,000 មេត្រដ្ឋាន1 លើ 200,000 ដែលជាផែនទីលទ្ធផលនៃការងារខណ្ឌសីមានៃការងាររបស់គណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដែលក្នុងនោះមានចំនួន7ផ្ទាំងសម្រាប់តំបន់ច្រកព្រំដែនអានសេះឬក៏តំបន់អានសេះទាំងមូលគឺស្ថិតក្នុងភូមិសាស្ត្រឃុំចុងសានស្រុកចុងសានខេត្តព្រះវិហារខ្ញុំសូមជំរាបជូនថាច្រកទ្វារព្រំដែននេះគឺមានជាយូរណាស់មកហើយបាទអាចថាដោយសារមានស្ដែងនៅលើផែនទីកាលពីចំនួនបារាំងគឺផែនទី1 លើ 2,000 ហើយក៏ជាតំបន់ដែលពុំមានបកគោព្រំដែននោះទេអញ្ចឹងតំបន់ដែលអត់មានបកគោព្រំដែនគឺស្ថិតនៅក្នុងអនុសញ្ញាឆ្នាំ1904បាទតំបន់នេះគឺបើយើងពិនិត្យមើលនៅលើផែនទីមេត្រដ្ឋាន1 លើ 200,000 គឺផែនទីសន្លឹកខូងបាទនេះជាផែនទីសន្លឹកខូងខ្ញុំសូមដាក់ផែនទី background ធំហើយនឹងទាញយកផ្នែកមួយនៃផែនទីខូងយកមកបង្ហាញគឺទីតាំងនៃច្រកអានសេះអញ្ចឹងនៅក្នុងនេះគេដាក់ Col d'Anses គឺមានន័យថាជាច្រកព្រំដែនឆ្លងកាត់រវាងប្រទេសទាំងពីរដែលពីចំនួននោះមានតាំងពីជាង100ឆ្នាំមកហើយអញ្ចឹងច្រកនេះមិនមែនជាច្រកដែលបង្កើតថ្មីទេអញ្ចឹងច្រកបើយើងនិយាយមកបាត់តែជាច្រកបែបប្រពៃណីឬក៏ជាច្រកបែបប្រវត្តិសាស្ត្រទៀតផងខ្ញុំសូមរំលឹកជូនដែរថាច្រកនេះបើតាមការងាររាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាកាលពីមុនមានបញ្ហាជាមួយគ្នាគឺនឹងដំឡើងទៅជាកម្រិតច្រកព្រំដែនអន្តរជាតិប៉ុន្តែដោយសារតែមានបញ្ហាជាបន្តបន្ទាប់ធ្វើឲ្យច្រកនេះនៅជាច្រកបែបប្រពៃណីដដែលទេបាទខ្ញុំសូមបញ្ជាក់ជូនតាមលក្ខណៈបច្ចេកទេសនិងធ្វើការបង្ហាញជាក់ស្ដែងជូនបងប្អូនជនរួមជាតិឲ្យឃើញថាតើហេតុអ្វីបានជាអ្នកបច្ចេកទេសកម្ពុជាឬក៏អ្នកបច្ចេកទេសជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបញ្ជាក់ថាតំបន់អានសេះនេះស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាទី1គឺយើងបានយោងទៅលើផែនទីមេត្រដ្ឋាន1 លើ 2,000 ដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការព្រំដែនឥណ្ឌូចិនសៀមទី2គឺយើងបានយកផែនទីឯកតោភាគីរបស់ថៃគឺផែនទីដែលផលិតឡើងដោយនាយកដ្ឋានភូមិន្ទថៃដែលយើងហៅថានាយកដ្ឋានវាស់វែងភូមិន្ទថៃដែលយើងហៅថា Royal Thai Survey Department ដែលផលិតឡើងនៅក្នុងស៊េរី L7017 បាទនៅក្នុងសន្លឹកផែនទីលេខ5937 1បាទអញ្ចឹងតាមរយៈ
ផែនទីឯកតោភាគីរបស់ថៃនឹងតាមរយៈផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមាឬក៏ថាផែនទីព្រំដែនផ្លូវការរបស់កម្ពុជាថៃនោះខ្ញុំអាចបង្ហាញតាមរយៈរូបភាពកែរណបដែលក្នុងនេះគឺមានខ្សែចំនួន2ខ្សែពណ៌ក្រហមគឺជាខ្សែដែលបានគូសចេញឬក៏គូសចម្លងពីផែនទី1 លើ 200 ពាន់បាទមានផែនទីផ្លូវការរបស់យើងឬក៏ផែនទីដែលជាលទ្ធផលរបស់គណៈកម្មការព្រំដែនទូចិនសៀមគឺលទ្ធផលនៃការខណ្ឌសីមាលើរយៈស្ដែងឯខ្សែពណ៌ខៀវគឺជាខ្សែដែលខ្ញុំយកចេញអំពីផែនទីឯកតោភាគីរបស់ថៃដែលគូសឡើងដោយឯកតោភាគីនៅលើមាត្រដ្ឋាន1 លើ 50 ពាន់បាទនៅក្នុងសន្លឹកផែនទីលេខ5937 1អញ្ចឹងបើតាមយើងមើលសន្តានខ្សែជារួមឃើញថាកន្លែងទាំងអស់ហ្នឹងឬក៏ក្នុងតំបន់ដែលខ្ញុំបានបង្ហាញទាំងមូលខ្សែស្ទើរតែប្រហាក់ប្រហែលគ្នាទេបាទអញ្ចឹងអាចនិយាយបានមួយបែបថាខ្សែព្រំដែនកន្លែងនេះមិនសូវជាមានជំហរខុសគ្នាទេបើមិនបើពិនិត្យទៅលើផែនទីក្នុងហ្នឹងខ្ញុំសូមបញ្ជាក់ជូនទីតាំងច្រកទ្វារគឺនៅកន្លែងនេះនៅខាងចុងខាងស្ដាំនេះបាទហើយខ្ញុំបានរំលេចនៅទីតាំងមួយដែលប្រហែលជាបងប្អូនជនរួមជាតិសាធារណជនមិនទាន់ភ្លេចទេគឺកន្លែងដែលយោធាថៃបានបំផ្លាញរូបព្រះវិស្ណុនិងសាងជំនួសដោយរូបព្រះពុទ្ធបាទក្នុងនេះគឺទីតាំងនេះកាលការដែលធ្វើសកម្មភាពគឺនៅថ្ងៃទី24ខែធ្នូឆ្នាំ2025ហើយរូបនេះទីតាំងរបស់រូបសំណាកព្រះវិស្ណុនេះគឺស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជាកុំថាឡើយខ្ញុំវាស់ចេញពីខ្សែពណ៌ក្រហមសូម្បីតែខ្ញុំវាស់ចេញពីខ្សែពណ៌ខៀវដែលជាខ្សែឯកតោភាគីរបស់ថៃនោះបាទក៏ឃើញថាមានចម្ងាយប្រមាណ500ម៉ែត្រឯណោះអញ្ចឹងគាត់បានធ្វើថៃបានយោធាថៃបានធ្វើសកម្មភាពបំផ្លាញទ្រព្យសម្បត្តិដែលស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាមិនតែប៉ុណ្ណោះសកម្មភាពនៃការបំផ្លាញរូបសំណាកនេះគឺមិនបានបង្អាក់នៅសកម្មភាពរបស់ថៃក្នុងការឈ្លានពានបំពេញមកលើបុណ្យភាពទឹកដីកម្ពុជាក្រោយមានសេចក្តីប្រកាសរួមឬក៏បទជប់បាញ់កាលពីថ្ងៃទី27ធ្នូឆ្នាំ2025ទេគឺភាគីថៃឬក៏កងកម្លាំងដាវុធថៃឬក៏ខាងថៃតែម្ដងដោយសារមានទាំងប្រសង់មានទាំងជនស៊ីវិលមានទាំងអីបានចូលមកធ្វើសកម្មភាពជាច្រើននៅក្នុងតំបន់នេះទី1មានការសាងសង់រូបព្រះការដាក់បន្លាលួសការដាក់កុងតឺន័រដើម្បីបាំងផ្លូវអញ្ចឹងបើយើងមើលតាមខ្សែព្រំដែនដែលជាខ្សែព្រំដែនឯកតោភាគីរបស់ថៃទីតាំងដែលធ្វើសកម្មភាពទាំងអស់នោះសុទ្ធតែនៅក្នុងទឹកដីរបស់កម្ពុជាបាទมันមានធ្វើនៅក្នុងទឹកដីរបស់ថៃទេហើយសកម្មភាពទាំងអស់នេះគឺបានបង្ហាញអំពីការបង្កើត fait accompli មានន័យថាគោលដៅនិងគោលបំណងគឺចង់គូសវាសយកតំបន់ជាទឹកដីរបស់ខ្លួនជាចុងក្រោយខ្ញុំសូមជម្រាបជូនបងប្អូនទស្សនិកជនជនរួមជាតិខ្មែរទាំងអស់ឲ្យបានជ្រាបថាមិនថាតែផែនទីឯកតោភាគីស៊េរី L7017 មាត្រដ្ឋាន1 លើ 50 ពាន់ដែលថៃគូសឡើងដែលថៃផលិតឡើងដោយឯកតោភាគីទេរួមជាមួយនឹងផែនទីផ្លូវការមាត្រដ្ឋាន1 លើ 200 ពាន់ដែលជាផែនទីលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការឥណ្ឌូចិនសៀមគឺបានបង្ហាញយ៉ាងច្បាស់ថាតំបន់អានសេះច្រកទ្វារអានសេះហើយនឹងសកម្មភាពដែលថៃបានធ្វើកន្លងមកនៅក្នុងតំបន់នេះគឺធ្វើឡើងក្នុងទឹកដីរបស់កម្ពុជា 100% ទន្ទឹមគ្នានឹងនេះតាមអ្វីដែលខ្ញុំដឹងតាមអ្វីដែលខ្ញុំកំពុងតែតាមដានបាទយោធាថៃកំពុងព្យាយាមគូសផែនទីថ្មីដែលផែនទីហ្នឹងគឺនឹងគូសយកទីតាំងដែលខ្លួនកំពុងតែឬក៏ដែលយោធាថៃកំពុងតែគ្រប់គ្រងកាន់កាប់បច្ចុប្បន្ននេះដាក់ចូលទៅក្នុងទឹកដីរបស់ខ្លួនដែលសកម្មភាពនេះខ្ញុំសូមបញ្ជាក់ថាកម្ពុជាមិនអាចទទួលយកបានទេដូច្នេះកុំថាឡើយតែផែនទី L7017 ដែលគូសឡើងដោយឯកតោភាគីហើយបានប្រើប្រាស់កន្លងមកផែនទីថ្មីដែលត្រៀមនឹងធ្វើនេះត្រៀមនឹងផលិតនេះហើយផ្សព្វផ្សាយនេះគឺជាសកម្មភាពឯកតោភាគីហើយគ្មានតម្លៃឬអនុភាពតាមផ្លូវច្បាប់ឡើយសូមថ្លែងបង្គំឯកឧត្តមស្រីបូរ៉ាចំពោះការបង្ហាញនៅទស្សនវិជ្ជាផ្នែកបច្ចេកទេសទាំងការបង្ហាញជូននៅផែនទីដែលបង្ហាញនៅខ្សែបន្ទាត់ព្រំដែន
ហើយក៏បង្ហាញថាតំបន់អានសេះក៏ដូចជាច្រកអានសេះគឺស្ថិតនៅក្នុងទឹកដីកម្ពុជាហើយសកម្មភាពនៃការកែប្រែសាងសង់អ្វីផ្សេងៗនៅក្នុងតំបន់កម្ពុជាពីសំណាក់យោធាថៃគឺជាសកម្មភាពខុសច្បាប់នៅលើទឹកដីកម្ពុជាហើយកម្ពុជាមិនដែលទទួលស្គាល់នៅការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើប្រាស់កម្លាំងយោធានោះទេ